FC អាកាដាក់ដែលជាក្លឹបជោគជ័យបំផុតរបស់ទូមេនីស្ថាន2ឆ្នាំចុងក្រោយគេមានរបៀបលេងយ៉ាងម៉េចចំណុចខ្លាំងគេយ៉ាងម៉េចអ្វីខ្លះដែលយើងត្រូវប្រយ័ត្នប្រយែងនិងអ្វីខ្លះដែលយើងអាចទាញយកជាប្រៀបចំណេញបាទតាក់ទងជាមួយនឹងក្រុម FC អាកាដាយើងដឹងហើយគឺជាក្រុមថ្មីក្រុមដែលពោពេញទៅដោយកីឡាករល្អៗនៅប្រទេសទូមេនីស្ថាននិយាយទៅវាដូចតែសឹងថាជាស្នូលនៃក្រុមជម្រើសជាតិរបស់ទូមេនីស្ថានដែរដែលលេងនៅក្រុមហ្នឹងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្ញុំមើលការប្រកួតប្រមាណប្រកួតចុងក្រោយដែលគាត់លេងដែល AFC គាត់គេបានបង្ហោះនៅក្នុង page របស់គេឃើញការលេងគឺជាក្រុមមួយដែលផ្ដោតទៅលើការការពារខ្លាំងគឺក្រុមដែលមិនងាយក្រុមណាដែលអាចរកគ្រាប់បាល់ទៅក្រុមរបស់គេបានស្រួលទេបានច្រើនទេអញ្ចឹងប្រហែលគួតចុងក្រោយតែដែលទាត់ចូលអត់សឹងថាមិនលើសពី2គ្រាប់ទេហើយពីច្រើន clean sheet ជាមួយនឹងចាញ់ 1-0 នេះគឺមានតែកម្រឃើញថានឹងរកគ្រាប់បាល់បានងាយតាក់ទងជាមួយនឹងការការពារបាល់ពីខាងហើយក្រុមតម្លាក់មកការពារសឹងទាំងអស់ហើយអ្វីដែលជាចំណុចសំខាន់របស់ក្រុមខ្ញុំឃើញគឺគុណភាពនៃការ counter attack ការវាយបករបស់ក្រុមគឺប្រសើរហើយនឹងអាចជាអ្វីដែលគ្រោះថ្នាក់មែនទែនសម្រាប់ស្វាយរៀងបើស្វាយរៀងគឺជាក្រុមដែល dominate the game នៅពេលដែល counter attack ត្រូវតែធ្វើការខ្លាំងមែនទែនជាមួយនឹង risk management គឺត្រូវការត្រៀមធ្វើការជាមួយពេលបាត់បាល់ថាត្រូវធ្វើអីព្រោះជានៅក្នុងទឹកដីរបស់យើងខ្ញុំជឿថាពេបនឹងព្យាយាមគ្រប់គ្រងហ្គេមហ្នឹងឯងភាសានៅក្នុងទឹកដីរបស់យើងគឺព្យាយាមdominate រក្សាបាល់រក្សាគុណភាពកីឡាករបរទេសល្អអីច្រើនហើយអ្វីដែលចំណុចខ្លាំងមួយទៀតដែលខ្ញុំឃើញគឺគុណភាពនៃការលេងបាល់ខាង cross របស់ក្រុមអាកាដាគឺជាមួយនឹងកីឡាករគេខ្ពស់យើងដឹងហើយតំបន់រុស្ស៊ីអីនៅជាប់អឺរ៉ុបហើយគឺខ្ពស់ស្មើហ្មងអញ្ចឹងកន្លែងហ្នឹងបាល់ cross ពីខាងយើងឃើញការ cross early cross មានច្រើនមែនតើគឺអា cross បាល់លឿនណាបាល់ពីចម្ងាយទៅដើម្បីឲ្យក្រុមប្រយុទ្ធធ្វើការនៅចល័តនៅក្នុងប្រអប់គឺយើងឃើញក្រុមហ្នឹងតែងតែលេងអញ្ចឹងហើយតែងតែឈ្នះបាល់ទី2នៅតំបន់នៅក្នុងប្រអប់ហ្នឹងហើយឱកាសតបចូលទីហើយតាក់តងចំណុចខ្លាំងមួយទៀតគឺខ្ញុំគិតថាកម្លាំងរបស់ក្រុមstamina ហ្នឹងហ្មងគឺយើងឃើញក្រុមហ្នឹងប្រមាណប្រកួតចុងក្រោយគឺនាទីចាប់ពីនាទី8គឺតែងតែរកគ្រាប់បាល់ពីគូប្រកួតបានហ្មងគឺតែងតែមានគ្រាប់បាល់កើតឡើងសឹងតែគ្រប់ប្រកួតអញ្ចឹងមានន័យថាកម្លាំងហើយនឹងអាការ strategy របស់ក្រុមហ្នឹងគឺចាប់ផ្ដើមលេងខ្លាំងនៅនាទី10នាទី5 10នាទីចុងក្រោយហ្នឹងគឺធ្វើការ counter attack ជាមួយនឹងការប្រយុទ្ធខ្លាំងមែនទែនអាហ្នឹងអ្វីដែលខ្ញុំសង្កេតឃើញប្រហែល4ប្រកួតចុងក្រោយគឺលេងជាមួយនឹង East Bengal ហើយនឹងក្រុមរបស់អារ៉ាបៀហ្នឹងហើយគឺខ្ញុំឃើញគឺតែងតែរកគ្រាប់បាល់បាននៅចុងម៉ោងកន្លែងហ្នឹងគឺចំណុចដែលគួរថ្នាក់មែនតើព្រោះនៅពេលធម្មតាក្រុមគឺនៅចុងម៉ោងអាការប្រមូលអារម្មណ៍ក៏ធ្លាក់ចុះកម្លាំងក៏ធ្លាក់ចុះអញ្ចឹងក្រុមមួយដែលធ្វើការនៅចុងម៉ោងបានល្អគឺក្រុមដែលមានព្រៀបបាទហើយយើងឃើញហើយបើសិនជាក្រុមនេះគឺលេងសម្រាប់ប្រឆាំងជាមួយខាងនេះស្វ័យរៀងហ្មងព្រោះតាក់ទងជាមួយនឹងការទម្លាក់ការពារទាំងអស់គ្នាហ្មងហើយដើម្បីទៅ counter attack បើសិនជាគេប្រែប្រួលអាហ្នឹងប្រហែលជាប្រសើរប៉ុន្តែបើគេលេងរបៀបហ្នឹងបើសិនជា risk management របស់ស្វ័យរៀងអត់បានល្អទេការគ្រប់គ្រងពេលដែលគេ counter អត់ល្អទេគឺបញ្ហាជាពិសេសគឺអា direct play លេងពីក្រោយខ្សែការពារហ្នឹងលបឿនខាងប្រខានស្វ័យរៀងមានព្រៀបតាក់ទងមួយការលះលហួនអាយ៉ាយគេហៅភាព quick ហ្មង quickness ហ្មងលះលហួនបត់បានគឺខាងយើងគឺប្រសើរជាងព្រោះខាងគេខ្ពស់ធំប៉ុន្តែតាក់ទងមួយការ contact body គឺអាចជាបញ្ហាបាទតាហ៊ានទៅនៅគៀកគឺពិបាកក្នុងការធ្វើការហើយតាក់ទងជាមួយនឹងអាការលេង cross ក៏អត់សូវមានប្រសិទ្ធភាពទៀតទេដោយសារតែធំបាទអាហ្នឹងគឺអ្វីដែលខ្ញុំសង្កេតឃើញហើយដឹងហើយគុណភាពកីឡាករដូចខ្ញុំហាក់និយាយមិញអញ្ចឹងកីឡាករប្រេស៊ីលដែលយើងឃើញស្វ័យរៀងនៅពេលដែលមានការចូលរួមជួយពីកីឡាករប្រេស៊ីលប្រមាណដែលឥឡូវនេះសឹងតែ80% នៃកីឡាករបរទេសរបស់ស្វ័យរៀងគឺសិតតែប្រេស៊ីលហើយអញ្ចឹងការលេងរៀងស៊ីចង្វាក់គ្នាដែរឧទាហរណ៍ដូចជាកីឡាករលេខ97អញ្ចឹងយើងឃើញការលេងគឺស៊ីចង្វាក់គ្នាបានល្អបូកជាមួយនឹងការជុំជែងពីកីឡាករខ្មែរគ្រាន់តែអ្វីដែលយើងអាចជាបញ្ហាចំពោះខ្ញុំឃើញនៅស្ថានភាពស្វ័យរៀងតាក់ទងជាមួយនឹងអាចថា bar set play អីផ្សេងព្រោះដោយសារក្រុមមកពីតំបន់ខាងហ្នឹងគឺមាននិយាយទៅអឺរ៉ុបឯងអញ្ចឹងការគេហៅមកចាប់អីផ្សេងអាចពិបាកសម្រាប់យើងជាបញ្ហាដែលបកកគ្រោះថ្នាក់ដែលយើងគឺ set play នឹងបាល់ពីខាងក្រោយអីផ្សេងហ្នឹងប៉ុន្តែបើតាក់ទងមួយនឹងការលេងម្នាក់ការ possession អីផ្សេងឃើញស្វ័យរៀងឥឡូវនេះគឺលេងបានល្អមែនតើអញ្ចឹងចំពោះខ្ញុំនិយាយទៅក្រុមមានផ្លែផ្សេងគ្នាក្នុងការលេងខាងគេក៏អាចនឹងបកកគ្រោះថ្នាក់យើងតាមអ្វីដែលខ្ញុំនិយាយហើយខាងយើងក៏តាក់ទងជាមួយនឹងកីឡាករម្នាក់យើងមានកីឡាករលឿនច្នៃប្រឌិតភាពច្នៃប្រឌិតរបស់កីឡាករប្រេស៊ីលយើងដឹងហើយទទួលស្គាល់គឺអាចថាពិបាកនឹងនឹកស្មានក្នុងការនេះ individual ម្នាក់ទៅណាហើយបូកជាមួយល្បឿនរបស់ពួកគាត់ Gabi ក៏លឿន Christian ក៏លឿន
ហើយបូកជាមួយនឹងការសម្រាកគ្រប់គ្រាន់អញ្ចឹងខ្ញុំគិតថានៅក្នុងទឹកដីយើងអាចជាថ្ងៃដែលព្រោះថាជាច្រើនហើយដូចយើងក្នុងឆ្នាំនេះយើងឧទាហរណ៍អ្វីដែលយើងជាការឆ្នាំដែលយើងបានលេង final បន្ទាប់ពីបាល់ទាត់នារីកាលពីឆ្នាំ2024ខ្ញុំខ្លួនឯងដឹកនាំលេង final យើងអត់បានជោគជ័យទេប៉ុន្តែគឺមានអារម្មណ៍រំភើបមួយដែលយើងអាចធ្វើបានដល់កន្លែងហ្នឹងអញ្ចឹងលើកនេះមានក្រុមខ្មែរក្រុមកម្ពុជាមួយដែលលេងនៅកន្លែងនេះអញ្ចឹងខ្ញុំគិតថានៅក្នុងទឹកដីរបស់យើងនឹងអាចប្របែកប្រវត្តិសាស្ត្រដែលយើងអាចឡើង final ហើយឈ្នះបានហើយនៅក្រមកសែភ្នែករបស់ទស្សនិកជនទាំងអស់គ្នាហើយគ្រប់គ្នានឹងនៅពេលហ្នឹងគឺយើងលែងនិយាយពីក្លឹបណាហើយនៅពេលដែល final នៅពេលដែលលេងនិយាយពីផលប្រយោជន៍ទៅដល់បាល់ទាត់ជាតិគឺយើងសិតតែរួមចំណែកទាំងអស់គ្នាមិនថាក្រុមណាព្រោះនៅពេលដែលតម្រាំតែស្វ័យរៀងអាចទៅលេងដល់កម្រិតហ្នឹងបើគ្មានការប្រកួតប្រជែងពីក្រុមរបស់យើងនៅក្នុងលីកដើម្បីឲ្យក្រុមគាត់អាចមាន performance អាចទៅដល់កម្រិតហ្នឹងបានក៏ពិបាកដែរអញ្ចឹងនៅសល់តែមួយជំហានទៀតទេដើម្បីឲ្យយើងអាចលើកទង់ជាតិយើងលើកប្រទេសយើងនៅក្នុងឆាកអន្តរជាតិមួយដែលខ្ពស់ដែរដូចយើងនិយាយមកហាក់លើកមកមិនអញ្ចឹងAFC មិនងាយដែលយើងអាចមានការផ្ដាច់ព្រាត់នៅក្នុងប្រទេសរបស់យើងព្រោះមិនដឹងថាប្រហែលឆ្នាំទៀតមានក្រុមខ្មែរមួយទៀតដែលអាចឡើងទៅដល់ផ្ដាច់ព្រាត់ម្ដងទៀតទេប្រហែលហើយបើចំឆ្នាំគូអត់បានលេងនៅទឹកដីយើងទៀតតើចំឆ្នាំសេះទៀតអញ្ចឹងតើ2ឆ្នាំអីទៀតអញ្ចឹងឱកាសនេះខ្ញុំគិតថាជាឱកាសដែលល្អបំផុតហើយខ្ញុំជឿថាអ្វីដែលខ្ញុំពឹងទុកខ្ញុំជឿថាស្វ័យរៀងនឹងធ្វើបានល្អបាទនៅសល់តែមួយជំហានទៀតទេបាទនៅសល់តែមួយជំហានទៀតទេពៀនបាទនឹងប្រវត្តិសាស្ត្រថ្មីនឹងកើតឡើងលើទឹកដីកម្ពុជានិងនៅក្នុងពិភពបាល់ទាត់កម្ពុជាយើងមើលទៅដំណើររបស់ក្រុមទាំងពីរបាទនៅក្នុងការប្រកួតតាំងពីវគ្គចែកពួររហូតដល់វគ្គខ្វែងប្រកាន់រាជស្វាយរៀងបានបរាជ័យមួយដងនៅក្នុងវគ្គចែកពួរបាទប៉ុន្តែឈ្នះមួយដងគ្រប់គ្រាន់ដើម្បីឡើងព្រោះគេយក2ក្រុមបាទឯក្រុមអាខដាក់ហ្នឹងបាទបរាជ័យម្ដងដែរគឺចាញ់អាល់អារ៉ាប៊ីដែលជាជើងខ្លាំងរបស់គុយវ៉េតហ្នឹងបាទកែវហ្នឹងគឺឈ្នះទាំងអស់ឡើងមកវគ្គ8ក្រុមចុងក្រោយបាទលេង2ជើងយើងឈ្នះ San United របស់មីយ៉ាន់ម៉ាដោយលផលសរុប7-4បាទជើងទី1នៅទឹកដីយើងនៅភ្នំពេញនេះយើងឈ្នះហើយនៅទឹកដីសានវិញយើងចាញ់ 2-1 មិនអត់បញ្ហាបើយើងឈ្នះ 6-2 កាលពីជើងទី1ហើយឡើងទៅពាក់កណ្ដាប់ដាច់ព្រាត់ជើងទី1ឈ្នះ Madura 3-0 ហើយជើងទី2ស្មើគ្នា3ស្មើយើងឈ្នះសរុប6-3ឡើងមកដល់វគ្គដាច់ព្រាត់ហ្នឹងហើយក្រុម FC Arkadak បាទគាត់បានយកឈ្នះ East Bengal ដែលជាជើងខ្លាំងរបស់ឥណ្ឌាបាទគីឡូ Champions League អាស៊ីមួយដែរបាទឈ្នះទាំងពីរជើងបូកក្របោសរុបគឺ3-1ហើយឡើងទៅពាក់កណ្ដាប់ដាច់ព្រាត់ឈ្នះម្ដងចាញ់ម្ដងប៉ុន្តែក្របោសរុបគឺឈ្នះ3-2ព្រោះជើងទី1 Al Arabi ស៊ី2-0ជើងទី2បាទ Arkadak ហ្នឹងស៊ី3-0វិញយ៉ាងឈ្នះ3-2បាទឡើងមកប៉ះគ្នាជាមួយនឹងប្រកាន់រាជស្វាយរៀងថ្ងៃទី10ខែឧសភាឆ្នាំ2025នៅពហុកីឡដ្ឋានជាតិមកដល់ជោបាទមិនមែនជារឿងងាយស្រួលទេតម្រាំតែឡើងមកដល់វគ្គនេះ